ព្រះបរមរាជវាំងប្រចាំឆ្នាំអសាញ់បញ្ញស័កពុរសករាជ2557បានប្រពឡើងយ៉ាងមហោឡារិកអធិកអធមនៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យវេលាល្ងាចរយខែផល្គុនត្រូវនឹងថ្ងៃទី28ខែមីនាឆ្នាំ2014ព្រះរាជពិធីបុណ្យត្រសង្ក្រាន្តដែលប្រព្រឹត្តទៅក្នុងថ្ងៃទី1នេះទទួលបាននៅមហាកិត្តិយសដ៏ដងឧត្តមក្រៃលែងដោយមានព្រះរាជវត្តមានដ៏ថ្លៃថ្លានៃអង្គព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហត្ថីស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតធ្វើឲ្យព្រះរាជពិធីបុណ្យបានប្រកបទៅដោយសិរីសួស្តីជ័យមង្គលនៅក្នុងឱកាសដ៏វិសេសវិសាលនៃព្រះរាជពិធីបុណ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហត្ថីស្ដេចយាងថ្វាយគ្រឿងសក្ការៈបូជាថ្វាយចំពោះព្រះបរមរូបនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គថ្វាយទេវតាថេរសាព្រះមហាស្វេតឆ័ត្រថ្វាយទៅតាមទីសក្ការៈក្នុងព្រះទីន័ងទេវាវិនិច្ឆ័យថ្វាយចំពោះគុណបុណ្យព្រះរតនត្រ័យដើម្បីឧទ្ទិសបួងសួងសូមឲ្យព្រះតេជះបារមីដ៏ត្រជាក់ត្រជុំរបស់ព្រះអង្គជួយគាំពៀរក្សាព្រះរាជាណាចក្រកម្ពុជានិងជនរួមជាតិយើងសូមបានប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រុងចម្រើនគ្រប់ប្រការជារៀងរហូតតទៅជាកិច្ចចាប់ផ្ដើមដំណើរការបើកព្រះរាជពិធីបុណ្យដ៏ដងឧត្តមនេះព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងប្រារព្ធអុជទានជ័យដោយមានការថ្វាយពុទ្ធជ័យមង្គលពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះមហាថេរៈនិងព្រះរាជាគណៈសរុបមាន10ព្រះអង្គព្រមទាំងមានក្រុមបាគូថ្វាយសាំងជ័យដើម្បីជានិមិត្តរូបនៃការប្របើកព្រះរាជពិធីបុណ្យត្រសង្ក្រាន្តដំណើរការក្នុងរយៈពេលចំនួន3យប់4ថ្ងៃគឺចាប់ពីថ្ងៃសុក្រ13រោចខែផល្គុនរហូតដល់ថ្ងៃច័ន្ទ1កើតខែចែកត្រូវនឹងថ្ងៃទី28ដល់ថ្ងៃទី31ខែមីនាឆ្នាំ2014យាងនឹងអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យដ៏ដងឧត្តមនេះដែរមានសម្ដេចនរោត្តមសិរីវុឌ្ឍឧត្តមប្រក្សត្រផ្ទាល់ព្រះមហាក្សត្រសម្ដេចស៊ីសវត្តជីវរមនីរៈឧត្តមប្រក្សត្រផ្ទាល់ព្រះមហាក្សត្រនិងអ្នកមនាងសម្ដេចស៊ីសវត្តពងនារីមនីពងឧត្តមប្រក្សត្រផ្ទាល់ព្រះមហាក្សត្រសម្ដេចជាវាំងកុងសំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងឯកឧត្តមកុយសុផលទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអង្គក្រសួងព្រះបរមរាជវាំងព្រមទាំងព្រះអង្គម្ចាស់ស្ត្រីជាព្រះរាជវង្សានុវង្សថ្នាក់ដឹកនាំនិងនាម៉ឺនសពមុខមន្ត្រីព្រះបរមរាជវាំងព្រះរាជពិធីបុណ្យត្រសង្ក្រាន្តក្នុងថ្ងៃដំបូងនេះព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរួមដង្ហែដោយព្រះរាជវង្សានុវង្សនិងនិមឺនសពមុខមន្ត្រីព្រះបរមរាជវាំងបាននមស្ការព្រះរតនត្រ័យថ្វាយបង្គំព្រះសម្មាទានសិលនិងបានយាងនិមន្តសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេវវង្សសម្ដេចព្រះមហាសង្ឃរាជានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះអភិសិរីសកុន្ធាមហាសង្ឃរាជាធិបតីប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកតនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមបញ្ញាដងផងសម្ដេចព្រះឧត្តមវង្សាមុងរាសម្ដេចព្រះមហាអរិយវង្សសៅចន្ទថុលសម្ដេចព្រះឧត្តមចរិយាឆឹងប៊ុនឈាសម្ដេចអ៊ឺអ៊ីនៃគណៈធម្មយុត្តកតនិកាយនិងព្រះរាជាគណៈឋានានុក្រមសរុបមាន10ព្រះអង្គស្វាត់ស្យាយចម្រើនព្រះបរិត្តនៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យព្រះរាជពិធីបុណ្យត្រសង្ក្រាន្តជាព្រះរាជពិធីបុណ្យមួយដ៏ប្រសើរខ្ពង់ខ្ពស់ដែលត្រូវបានព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសពព្រះរាជហត្ថីប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងព្រះរាជហត្ថីប្រសើរជ្រះថ្លាក្រៃលែង
គោរពប្រណិប័តទៅតាមព្រះរាជប្រវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរដែលបានកំណត់ចូលទៅក្នុងព្រះរាជពិធីទ្វារទសមាសក្នុងទៀតផងសូមបញ្ជាក់ថាព្រះរាជពិធីបុណ្យត្រឹមសង្ក្រាន្តមានប្រវត្តិកំណើតជាយូរលង់ណាស់មកហើយដែលត្រូវបានអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គសពព្រះរាជហឫទ័យគោរពបូជានៅគ្រប់សម័យកាលពិសេសត្រូវបានព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គយកព្រះរាជហឫទ័យទុកដាក់ក្នុងការថែរក្សានិងលើកដំកើងរហូតមានភាពរីកចម្រើននិងគង់វង្សដល់សព្វថ្ងៃនេះព្រះរាជពិធីបុណ្យត្រឹមសង្ក្រាន្តបានរៀបចំឡើងនៅក្នុងរយៈពេល7ដំណាច់ឆ្នាំចាស់ដើម្បីជាកិច្ចជូនដំណើរទេវតាឆ្នាំចាស់និងយាងទេវតាឆ្នាំថ្មីមកចម្រើនសិរីសួស្តីនិងថែរក្សាមនុស្សសត្វនៅក្នុងឆ្នាំថ្មីព្រះរាជពិធីបុណ្យត្រឹមសង្ក្រាន្តមានលក្ខណៈស្រដៀងគ្នាទៅនឹងពិធីសូត្រមន្តរបស់ប្រជារាស្ត្រនៅគ្រប់មូលដ្ឋាននោះដែរប៉ុន្តែព្រះរាជពិធីបុណ្យត្រឹមសង្ក្រាន្តមានការរៀបចំយ៉ាងអធិកអធមជាងពិធីសូត្រមន្តពីព្រោះព្រះរាជពិធីនេះមិនមែនសម្រាប់តែនាំសិរីសួស្តីជ័យមង្គលថ្វាយព្រះមហាក្សត្រប៉ុណ្ណោះទេប៉ុន្តែព្រះរាជពិធីបុណ្យនឹងនាំមកនៅសិរីសួស្តីសុភមង្គលសម្រាប់ព្រះរាជាណាចក្រកម្ពុជានិងជនរួមជាតិយើងទាំងមូលនៅក្នុងឱកាសដ៏ប្រសើរនេះព្រះករុណាចាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានសពព្រះរាជហឫទ័យយាងថ្វាយនិងប្រគេននៅព្រះរាជទ្រព្យមានត្រៃលៀងតេយ្យវត្ថុនិងបវរណាចតុបច្ច័យចំពោះសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះមហាថេរៈនិងព្រះរាជាគណៈគ្រប់ព្រះអង្គដែលទទួលបានមហាព្រះរាជកុសលផល្លានិសង្ឃដ៏ប្រសើរថ្លៃថ្លាព្រមជាមួយនេះព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះអង្គមានព្រះរាជសទ្ធាដ៏ខ្ពង់ខ្ពស់ថែមទៀតដោយបានប្រប្រទានដល់មន្ត្រីព្រះបរមរាជវាំងប្រគេនព្រះរាជទ្រព្យមួយផ្នែកទៀតមានទេយ្យវត្ថុនិងបវរណាចតុបច្ច័យប្រគេនព្រះសង្ឃ40អង្គផ្សេងទៀតដែលបាននិមន្តចម្រើនព្រះបរិត្តនៅតាមរោងមណ្ឌលចំនួន5ក្នុងបរិវេណព្រះបរមរាជវាំងផងដែរนังเทียชามิสุเตยัมเปชมยังสารนังมิตาเตยัมเปสังเขียมสารนานามิยามมิหังนัมมาจารานุพิยเวนะหันตุนัมมาจารานุพิยเวการสัมมาจัตตานิคุณ
ในព្រឹកថ្ងៃសៅរ៍14 រោចខែ